សួស្តីនិងសូមជម្រាបសួរពុកម៉ែបងប្អូនអ៊ំពុំមីងទាំងអស់គ្នាថ្ងៃនេះមកលេងភ្នំសំពៅទៀតហើយមកថ្ងៃនេះគឺថាមេឃស្រទុំល្អមែនទែនតែម្ដងហើយថ្ងៃនេះក៏មានភ្ញៀវទេសចរក្នុងស្រុកយើងមកថតលេងច្រើនផងដែរនៅពេលស្មាននេះហើយស្មាននេះគឺកំឡុងពេលម៉ោង2ប៉ុន្តែដោយសារតែមេឃនឹងភ្លៀងកន្លែងខ្លះក៏ភ្លៀងប៉ុន្តែមកដល់ជើងភ្នំសំពៅនេះគឺថាអត់ភ្លៀងទេសំណាងល្អដែលមកដល់គឺថាអត់ភ្លៀងបើជិះតាមផ្លូវគឺថាទឹកភ្លៀងឡើងសាច់បែកនេះតែម្ដងនិយាយទៅឲ្យតែពេលបានមកដល់ភ្នំសំពៅគឺអត់ដែរភ្លេចកន្លែងនេះទេពុកម៉ែបងប្អូនគឺកន្លែងនេះមកថតគឺធ្វើឲ្យមានទេសភាពស្អាតតែម្ដងនិយាយទៅស្ដាយដែរមកលើកណាគឺអត់ដែរបានឡើងទៅខាងលើទេដោយសារតែមកតែឯងអញ្ចឹងទៅហើយណាមួយមកបែបឆក់កដៀតអញ្ចឹងអត់សូវមានពេលបើសិនជាមានពេលឡើងទៅលេងលើមិនដឹងជាសប្បាយយ៉ាងណាទេពុកម៉ែបងប្អូនអើយនិយាយទៅខានឡើងទៅខាងលើនៅប្រាសាទខាងលើខានឡើងទៅដូចជាចូល3-4 ឆ្នាំដែរហើយនិយាយទៅនេះខ្ញុំមិនដឹងមិនទេឲ្យតែពេលមកភ្នំសំពៅបែបឆក់កដៀតអត់ដែរបានមកដើរលេងដូចថាឲ្យពេលពេញអីចឹងទៅដូចថាចំណាយពេលមួយថ្ងៃឬក៏មួយកណាត់ថ្ងៃអីមកលេងនៅភ្នំសំពៅនេះគឺអត់ដែរបានមានពេលទេមកគឺរត់តាមគេមកតែរហូតដូចពេលនេះចឹងនេះខ្ញុំមកតាមបងគាត់មានការកិច្ចការរបស់គាត់គឺគាត់ទម្លាក់នាងខ្ញុំទុកនៅជើងភ្នំនេះនៅពេលដែលនាងខ្ញុំថតហើយគឺនាងខ្ញុំទៅជួបគាត់តែម្ដងអ្នកផលិតមាតិកាពុកម៉ែបងប្អូនមិនឲ្យខាតពេលខាតវេលាទេហើយទៅដល់កន្លែងណាគឺថាឆ្លៀតយ៉ាងហោចណាស់ក៏បានមួយវីដេអូចែកជូនឲ្យពុកម៉ែបងប្អូនបានឃើញដែរនិយាយពីថាអូយស្មាននេះគឺតិចល្អមែនទេនិយាយទៅមកថ្ងៃនេះគឺតិចអត់ដូចជាថ្ងៃមុនទេតែថ្ងៃមុននាងខ្ញុំមកបើកមេឃក្តៅបន្តិចមែនប៉ុន្តែទេសភាពស្អាតមកថ្ងៃនេះរៀងស្ទុំអញ្ចឹងទៅប្រហែលជាមិនសូវជាស្អាតដូចជាការពីលើកមុនទេការលើកមុនជាពីមើលមកស្អាតហើយកាលហ្នឹងអើយផ្កាកងោកនៅក្បែរជើងភ្នំអាផ្លូវឡើងទៅភ្នំគឺថារីកស្អាតមែនទែនតែម្ដងតែឥឡូវចាប់ដើមរុះរយអស់ហើយនៅតាមដងផ្លូវអីវាសុផានភាពវាចាប់ដើមថយចុះអត់ដូចជាកាលពីកន្លះខែឬមួយខែមុនគឺថាស្អាតមែនទែនណាការកងោកហ្នឹងវាបង្កើនសម្រស់បង្កើនធ្វើឲ្យយើងមើលហើយឃើញថាស្អាតហ្មងតាក់ទាញខ្លាំងតែថ្ងៃនេះមកដល់បែបធម្មតាមកលុបតិចប៉ុន្តែក៏មិនចាញ់រដងបានដែរហើយស្មានទេទៅកំឡុងម៉ោង2ទេភ្ញៀវទេសចរមកលេងច្រើនមែនទេ